ចំនួនអ្នកស្លាប់ដោយសារគ្រោះរំជួយដីដ៏ធំនៅមីយ៉ាន់ម៉ាកើនឡើងរហូតដល់1700នាក់អាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់ដោយសារគ្រោះរំជួយដីកម្រិត7.7 វីកទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានកើនឡើងដល់1700នាក់ហើយនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAlicia Sira ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសបាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនអ្នករងរបួសមានចំនួន3400នាក់ខណៈដែលមនុស្ស300នាក់បានបាត់ខ្លួននៅឡើយកន្លែងបូជាសពនៅទីក្រុង Mandalay ដែលត្រូវជាទីក្រុងរងគ្រោះខ្លាំងបំផុតកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការឡើងនៃចំនួនអ្នកស្លាប់ទីបញ្ចប់សពសំខាន់រ៉ូមកាយ៉ានីកានតុងអ៊ិននិងមីយ៉ាអ៊ិនបានមានការសាបស្រាដោយសាកសពបានប្រមូលផ្ដុំគ្នាខណៈដែលក្រុមគ្រួសារស្វែងរកបូជាសពរបស់ពួកគេនេះបើយោងតាមព័ត៌មានមីយ៉ាន់ម៉ាណៅបានរាយការណ៍កាលពីថ្ងៃអាទិត្យទីភ្នាក់ងារព័ត៌មានឯករាជ្យបានដកស្រង់សម្ដីអ្នកស្រុកមិនបញ្ចេញឈ្មោះម្នាក់ជាកន្លែងបូជាសពថាកាលពីម្សិលមិញថ្ងៃសៅរ៍យើងបានបូជាសពជាង300នាក់ព្រឹកនេះថ្ងៃអាទិត្យជាង200នាក់ត្រូវបានដំណើរការរួចហើយការរំជួយដីដ៏ខ្លាំងបានវាយប្រហារជាមួយនឹងចំណុចកណ្ដាលរបស់វានៅក្នុងតំបន់ Zakeng របស់ប្រទេសមីយ៉ាន់ម៉ាការរំជួយដីលើកដំបូងក៏បានបន្តដោយសារតែការរំជួយដីកម្រិត6.4 វីកទ័រ12នាទីក្រោយមកនេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក